ការលេងវគ្គ Metro Royale យើងមិនមែនលេងត្រឹមតែស៊ី item តែប៉ុណ្្នឹងទេយើងដើរបាញ់ផងយើងដើរអីផងអញ្ចឹងទៅនិយាយរួមទៅមានទាំងការបាញ់មានទាំងការ loot item បានទាំងរបស់ល្អពីគេហើយ loot item ពីប្រអប់ហ្នឹងក៏បានទាំងរបស់ល្អពីប្រអប់ទៀតបាញ់ឈ្នះគេបាន item គេតែបើបាញ់ចាញ់គេអានឹង item យើងយកឲ្យគេហើយអញ្ចឹងរាំងទឹកភ្នែកបន្តិចតែប្រហែលថ្ងៃនេះខ្ញុំលេងវគ្គ Metro Royale តាំងពីមានគ្នាលេងជាមួយមកគឺថាទឹកដៃរបស់ខ្ញុំរៀងឡើងក្រើតបាញ់គេមិនសូវជាកើតខាងស៊ី item នេះបាន item ក្រែក្រិនដែរតើហើយការថតរូបថតទុកមួយសន្លឹកនេះផងដែរគឺជាការបញ្ជាក់ថាយើងពិតជាបានលេងជោគជ័យមែនទែនតែឃើញប៉ុណ្ណឹងនឹងគ្មានបានប្រហែលទេលេងទៅវគ្គនឹងចាញ់ទៅ2 3កែមទៀតលក់ខ្ទេចខ្ទីដូចខ្ទឹមឥឡូវហើយអញ្ចឹងបានថាបាញ់គេងើបបាន item គេតែបើគេបាញ់ងើប item យើងនឹងខ្លាយទៅជារបស់គេវាម្នាក់ម្ដងម្នាក់ទេតែគោលបំណងរបស់យើងដ៏ធំបំផុតនឹងគឺមករកកបិតពើលឿននឹងទេតែដឹងកបិតនឹងនៅឯណាពេលណាបានទេបើយើងរវល់តែបាញ់ចាញ់គេតែរហូតចឹងនឹងជាពិសេសនៅក្នុងវគ្គអាវាហ្នឹងឯងតែចឹងថានៅ server អាស៊ីម៉ែដូចគេហែកចឹងបាញ់តិចងើបចេញតិចងើបខ្ញុំលេងចង់លេង server អាស៊ីខ្ញុំចង់លេង server អារ៉ុប server ជប៉ុននេះវិញ server អារ៉ុបសបោគ្នាលេងមើលគ្នាយើងដែលថាគិតចិត្តគ្រីទៅមិនចង់ទៅណា4 10 20នាទីត្រឹមចូលមួយហ្គេមណាខ្ញុំប្រាប់យើងបិទ add auto ទៅមួយបាញ់4នេះទៅយើងបាញ់មិនសូវខ្លាំងយើងកើបទៅជំរឿចុងក្រោយធ្វើមិនទេបើយើងបាញ់មិនសូវកើតហើយនោះហើយជាចុងក្រោយនៅក្នុងវីដេអូមួយនេះផងដែរគ្រាន់តែចង់ផ្ដាំផ្ញើទៅដល់គ្នាយើងដែលគិតតែងតែសុំខ្ញុំលេងហ្នឹងខ្ញុំដូចតែបាននិយាយពីមុនអញ្ចឹងថាចង់ឲ្យតែគ្នាយើងលេងគ្រប់គ្នាប៉ុន្តែធ្វើមិនទេបើដាក់បានតែ3នាក់4នាក់ទាំងខ្ញុំអញ្ចឹងក៏មានតែលេងជាមួយម្នាក់ម្ដងជួបគ្នានឹងតនេពេលណាលេងជុំគ្នាម្ដងមកកាលទៅអញ្ចឹងទៅហើយវីដេអូនឹងក៏មានតែប៉ុណ្្នឹងឯងជួបគ្នានៅវីដេអូក្រោយបាយទូតដូចមិនចង់ចប់សោះយើងបាញ់ខ្លាំងតែមួយក្រុមប៉ុណ្ណេះឯងក្រុមក្រោយទៀតងឹបដូចស៊ីបាយ